ផ្លែដែលអ្នកទាំងអស់គ្នាឃើញនេះខ្ញុំហៅថាផ្លែទឹកឬក៏ផ្លែព្រំហើយបើហៅតាមថៃវិញគេហៅថាម៉ាក់មួងហៅមកនៅហូបប៉ុន្តែពេលខ្លះខ្ញុំហៅថាផ្លែម៉ាក់មួងណាផ្លែវាស្អាតមែនទែនវាមានពណ៌ក្រហមហើយលាយនេះលាយសតិចតិចអញ្ចឹងណាអានេះផ្លែខ្ចីទេជាមួយដល់ពេលផ្លែវារៀងចាស់ឃើញស្អាតហ្មងហើយផ្លែច្រើនមែនទែនតាមបណ្ដើមទេតែនិយាយថាផ្លែដល់កផ្លែច្រើនណាហើយនេះវាផ្លែវារសជាតិជូរខ្លាំងណាអាចយកទៅធ្វើជាម្ជូរក្លុកឆ្ងាញ់មែនតើហ្មងនេះផ្លែក្រហមរបស់វាផ្លែទុំនៅពេលដែលច្បាច់ទៅគឺឃើញពណ៌ដូចឈាមចឹងអត់សូវសបោទុំទេដោយសារតែវាទៅតែផ្លែអញ្ចឹងណាវាទៅតែនៅខ្ចីប៉ុន្តែសំខាន់ផ្លែស្អាតណាស់អូស្អាតមែននិយាយត្រង់ហ្មងខ្ញុំធ្លាប់យកផ្លែវាហ្នឹងក្លុកធ្វើម្ជូរណារសជាតិឆ្ងាញ់ខ្លាំងមែនតើតែគាត់នៅវាជូរខ្លាំងពេលដែលយើងទុកកាន់តែយូរគឺវាកាន់តែឆ្ងាញ់វាចូលជាតិណាអាហ្នឹងវាដោយសារតែវាជូរខ្លាំងចឹងដល់តែយើងធ្វើហ្នឹងដាក់ម្ទេសរៀងច្រើនតែដាក់ម្ទេសឲ្យច្រើនហ្មងណាបានវាចាប់ជាតិគ្នាផ្លែទុំក៏ហូមខ្លាំងណាមកទៅដូចឈាមសំលេងខ្ញុំរៀងស្អកបន្តិចហើយដោយសារតែឈឺកអូយស្អាតមែនណាផ្លែគេឡើងខ្ជូតហ្មងអានេះវាអត់តន់ចេញផ្លែអស់ហើយជាមួយដល់ពេលវាចេញផ្លែអស់អត់ឃើញស្លឹកទេឃើញតែផ្លែហ្មងផ្លែវានឹងអាចយកទៅធ្វើជាភេសជ្ជៈបានពេលដែលផ្លែវាទុំណាយើងយកវាលក្ខណៈថាច្បាច់វាច្បន់វាជាមួយនឹងទឹកហើយយើងយកវាទៅដាំដាក់ស្ករទៅដាក់តាមចំណូលចិត្តហើយឆ្ងាញ់រសជាតិឆ្ងាញ់រសជាតិវាស្តៀងផ្លែទឹកម្ជូរព្រឹកដែរអ្នកដែលធ្លាប់ហូបទឹកម្ជូរព្រឹកគឺដឹងហើយតែវាអាចឆ្ងាញ់ជាងអញ្ចឹងណាមានច្រើនដើមដែរប៉ុន្តែគ្រាន់តែដាំលើចិត្តផ្ទះតែមួយដើមទេដោយសារតែបន្លាច្រើនមែនតើហ្មងខាងនេះអត់សូវមានទេណាអូមើលមិនសូវឃើញទេចាំមើលផាយជាខែក្រោយហ្នឹងខែ6ខែហ្នឹងខែ5ខែ6គឺវាចាប់ដើមផ្លែរត់តែច្រើនគឺឡើងឃើញស្លឹកហើយអូយផ្លែវាធំអស់ហើយតែខ្ចីហ្នឹងធ្វើម្ជូរឆ្ងាញ់ជាងអាផ្លែចាស់ដោយសារតែយើងស្រួលចិត្តយកគ្រាប់វាចេញបើផ្លែចាស់ហ្មងគ្រាប់វារឹងពេលចិត្តទៅវាពិបាកឆ្កឹះដោយសារសាច់វារៀងជ្រាយបើនេះសាច់វាហាប់ណែនល្អអញ្ចឹងយើងអាចយកវាទៅធ្វើម្ជូរស្រួយឆ្ងាញ់ហ្មងធ្វើទៅដូចជ្រក់អញ្ចឹងទុកកាន់តែយូរកាន់តែស្រួយឆ្ងាញ់